គឺជាកម្មវិធីរបស់ខ្មែរមួយក្រុមកំពុងរស់នៅក្នុងនិងក្រៅប្រទេសបានសម្រេចចិត្តបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរឲ្យចូលរួមយ៉ាងសកម្មដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅក្នុងប្រទេសកម្ពុជាកម្មវិធីនេះផ្សាយផ្ទាល់តាមរយៈស្ថានីយវិទ្យុសម្រុកឃ្មុំ FM 105 MHz រយៈពេល5ថ្ងៃក្នុងមួយសប្តាហ៍ចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 7 យប់នៅរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅក្នុងការផ្សាយនេះយើងខ្ញុំមានគោលបំណងផ្ដល់នូវទស្សនៈទានផ្នែកអប់រំតាមរយៈព័ត៌មានថ្មីៗបទវិភាគនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរនិងដើម្បីធានាប្រទេសកម្ពុជាឲ្យមាននីតិរដ្ឋឯករាជ្យពិតប្រាកដគឺត្រូវគោរពតាមសន្ធិសញ្ញានៃកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសនាថ្ងៃទី23ខែតុលាឆ្នាំ1991ខ្ញុំបកករណាខ្ញុំបាទសុខាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គនិងសូមជម្រាបសួរអស់លោកអ្នកស្ដាប់កម្មវិធីក្តីសង្ឃឹមដែលផ្សាយតាមរយៈវិទ្យុសម្បុកឃ្មុំក៏ដូចជាសូមជម្រាបសួរអស់លោកអ្នកស្ដាប់វិទ្យុជីវរ៉ូម៉ាន់ទី7ដែលផ្សាយតាមរយៈអន្តរបណ្ដាញជាទីមេត្រីបាទសម្រាប់កម្មវិធីផ្សាយរបស់កម្មវិធីក្តីសង្ឃឹមនៅថ្ងៃសុក្រទី9ខែកញ្ញាឆ្នាំ2016នេះគឺយើងមិនលើកយកនៅកម្មវិធីផ្សាយចាក់ព័ត៌មានឬក៏បទសម្ភាសន៍នោះទេគឺយើងលើកយកនៅនេតិពធទេសនាមកជម្រាបជូនពុទ្ធបរិស័ទបានសម្ដាប់ដើម្បីទុកក្រនពិចារណានៅក្នុងជីវិតផ្លូវធម៌ដូច្នេះនៅពេលនេះសូមអញ្ជើញលោកអ្នកនាងនិងពុទ្ធបរិស័ទតាមដានសម្ដាប់នៅនេតិពធទេសនាដែលរៀបចំឡើងដោយក្រុមការងារវិទ្យុជីវម៉ាន់ទី7ដូចតទៅនេតិព្រះពុទ្ធសាសនាថ្ងៃនេះនេតិយើងមានទឹកចិត្តសមណរីករាយនាំយកព្រះធម៌ទេសនាសម្ដែងដោយព្រះភិក្ខុជារបញ្ញោសានសុជាគង់នៅវត្តមនីរតនារាមនៃខេត្តពោធិ៍សាត់មកចាក់ផ្សាយជូនដល់ពុទ្ធបរិស័ទសម្រាប់ដូចតទៅហើយហងប្រព្រៃទាំងឡាយគុំគិតឡើយនៅឡគឺហោព្រះពុទ្ធប្រសាពុទ្ធលោកាពុទ្ធបានកិច្ចខាបានជាយើងមកដល់សម័យនេះជាសម័យនៃវិទ្យាសាស្ត្ររីកចម្រើនបើយើងគិតអំពីភាពប៉ិនប្រសប់របស់មនុស្សគួរណាស់តែមនុស្សឈប់ល្ងងគួរណាស់តែមនុស្សមាននៅបញ្ញាក្នុងការប្រតិពិចារណារកហេតុផលប៉ុន្តែផ្ទុយទៅវិញជាមួយនឹងស្ថានភាពនៃវិទ្យាសាស្ត្រកាន់តែរីកចម្រើនការបោកប្រាស់ការកុហកក៏ទំនើបដែរពីព្រោះសម័យដើមគេកុហកតាមមាត់
គេកុហកតាមការនិយាយតែសម័យនេះគេកុហកតាមវីដេអូគេកុហកតាម MP3 គេកុហកតាមរូបថតដែលកាត់តរហូតដល់តែយើងលំបាកមើលថាតើណាពិតណាមិនពិតអាចធ្វើឲ្យមនុស្សមិនចេះហោះបានធ្វើឲ្យមនុស្សធម្មតាផ្លុំចេញភ្លើងបានធ្វើឲ្យមនុស្សធម្មតាចេញភ្លើងពីក្បាលបាននឹងហើយដែលបោកប្រជាជនដែលមិនសូវមានការចេះដឹងឡើងស្ងួតជើងថ្មិញអស់គ្រប់គ្នាពិសេសសូម្បីតែនៅបរទេសដែលខ្មែរយើងនៅបរទេសហ្នឹងក៏ត្រូវគេបោកបញ្ឆោតដោយសារតែរូបភាពវីដេអូចឹងអាត្មាសរសេរពាក្យមួយថានៅពេលដែលវិទ្យាសាស្ត្រកាន់តែទំនើបការបោកប្រាស់ក៏កាន់តែទំនើបដែរអញ្ចឹងជាមួយនឹងវិទ្យាសាស្ត្ររីកចម្រើនដែលអាចនិយាយបានថាជាមនុស្សតំសម័យវាត្រូវតែយើងសិក្សាឲ្យចេះដឹងអំពីវិទ្យាសាស្ត្រនឹងផងទើបការវិនិច្ឆ័យធម៌អាដែលយើងសិក្សារៀនសូត្រហ្នឹងវាមិនខុសដូចព្រះសម្មាសម្ពុទ្ធតាមពិតដូចជាកណ្ដាលខ្មែរប្ររពខាងដើមអញ្ចឹងភាពពិតរបស់ព្រះអង្គគឺសច្ចធម៌មិនចាំបាច់និយាយអីច្រើនមែនតែធម្មចក្រកបវត្តនសូត្រមួយមេហ្នឹងគឺថាចប់ហ្មងប៉ុន្តែតែបន្តទៀតហ្នឹងគឺដើម្បីចែករំលែកនៅការពិចារណាហ្នឹងសម្រាប់មនុស្សដ៏ច្រើនដែលមិនសូវមានបញ្ញាប៉ុន្តែជាមួយនឹងការសម្ដែងសច្ចធម៌ហ្នឹងដោយសារមនុស្សនិយមរឿងផ្សេងច្រើនដូចជាមុនអាគមអូមអាឬក៏រិទ្ធយ៉ាងនេះយ៉ាងនោះប្រើរិទ្ធបាអភិញ្ញាអញ្ចឹងពុទ្ធត្រូវចេះរបស់ហ្នឹងចង់ប្រើវិជាដោយចិត្តព្រះអង្គចេះចង់ប្រើវិជាអាចហោះហើរបានព្រះអង្គចេះចង់ជ្រាបចិត្តដទៃព្រះអង្គដឹងណាដែលពួកព្រាហ្មណ៍ទាំងឡាយសម័យនោះគឺវឹកហាត់ផ្លូវចិត្តរបស់គេដើម្បីបានអញ្ចឹងណាណាចេះប្រើរិទ្ធណាចេះដឹងរឿងលោកនេះលោកខាងមុខអីគេគិតថាជាព្រះអរហន្តអញ្ចឹងរឿងអញ្ចឹងព្រះអង្គដឹងពិនសួរថាជាគោលដៅទេមិនមែនពីព្រោះដឹងលោកនេះដល់ត្រង់ណាឬក៏ដឹងសត្វលោកខ្លះទៅណាដឹងហ្នឹងក៏វានៅតែដឹងព្រោះសត្វលោកវានៅតែវិលអញ្ចឹងដដែលដឹងតែផែនដីហ្នឹងវាមានកំណត់ប៉ុណ្ណាក៏វានៅតែយកថ្ងៃតិចទៅយើងចោលពីផែនដីហ្នឹងដដែលប៉ុន្តែព្រះអង្គត្រូវជ្រាបរឿងហ្នឹងអញ្ចឹងដល់យើងទាញមកសម័យបច្ចុប្បន្ននេះវិញកណាព្រះអង្គក៏អញ្ចឹងសិក្សាធម៌យើងសិក្សាហើយប៉ុន្តែវិជាខាងក្រៅហ្នឹងក៏ត្រូវតែចេះដូចព្រះអង្គអញ្ចឹងព្រះអង្គវិជាត្រាស់ដឹងគឺសច្ចធម៌ប៉ុន្តែរត់មុនអាគមស្អីទៅព្រះអង្គចេះទាំងអស់ក្រំថាព្រះអង្គអត់បានយករបស់ហ្នឹងមកប្រើជាអាជីពទេតែអ្នកណាចេះអីព្រះអង្គចេះហ្នឹងអត់អាចអ្នកណាមកបង្វែរព្រះអង្គបានអ្នកណាមកបំភ័យព្រះអង្គបានទេណាដូចយើងត្រូវយល់ដឹងអំពីសង្គមត្រូវយល់ដឹងអំពីរបស់ខាងក្រៅនេះមិនមែនដើម្បីយកមកផ្លាយយកមកធ្វើចិញ្ចឹមជីវិតដោយរបស់នឹងទេប៉ុន្តែសពថ្ងៃគេនិយមរបស់ចិញ្ចឹមរបស់វិទ្យាសាស្ត្ររបស់ស្អីហ្នឹងតែយើងអត់ដឹងគឺកុហកស្លាប់ចឹងមិនដូចញាតិញោមដែលរៀនធម៌អាហើយហ្នឹងតែគាត់អត់ចេះ Photoshop អត់ចេះកម្មវិធី Vegas ឬក៏ Adobe Premiere គេកាត់វីដេអូហ្នឹងគាត់គេធ្វើផ្លែអសង្ខ័យហើយឲ្យចេញធ្វើរៀងដូចកូនងាហ្នឹងទិញមកស្វែងគុំគ្រប់គ្នាឥឡូវនៅវៀតណាមហ្នឹងគេផលិតក្រូចចេញមករៀងព្រះស្រេចគេបណ្ដោះពូជគេដាក់ពុំចេញមកចេញជាមករៀងព្រះអង្គចឹងតែមកឃើញច្បាស់អាហ្នឹងថ្ងៃណាមួយមកបោកខ្មែរពេញប្រទេសទៀតចេញជាមករៀងពុទ្ធចឹងតែមកបដោតអលឹកសោះគេអាចដាំទៅចេញជារៀងនេះរៀងនោះវិទ្យាសាស្ត្រគេអាចធ្វើបានណាប៉ុន្តែកាលណាយើងតាមបានដឹងរបស់ហ្នឹងដឹងដូចគ្នាប៉ុន្តែយើងដឹងដល់គោលបំណងអ្នកធ្វើហើយដឹងដល់ពិធីសាស្ត្រនៃការធ្វើដឹងទោះបីយើងទិញក៏ទិញធម្មតាយកមកពិសាធម្មតាវាអត់មានទៅតក់ស្លឹកវាអត់មានទៅកើតទៅជាជំនឿអីផ្សេងទេដូចជារឿងពាក់ព័ន្ធនឹងបុណ្យដែលយើងនាំគ្នាធ្វើសប្តាហ៍ថ្ងៃយើងឃើញតែធ្វើត្រូវខ្លះខុសខ្លះហើយទោះបីជាទៅ100ឆ្នាំទៀត1000ឆ្នាំទៀតក៏នៅតែខុសខ្លះត្រូវខ្លះអញ្ចឹងឯងណាសម័យព្រះហ្នឹងក៏នៅតែមានខុសខ្លះត្រូវខ្លះប៉ុន្តែវានៅតែអាចកែបានខ្លះចំពោះមនុស្សណាដែលមានបំណងចង់ធ្វើត្រូវព្រះពុទ្ធ
អត់មានបំណងកែប្រែមនុស្សមួយពិភពលោកទេគឺព្រះអង្គចង់បញ្យល់តែនរណាអាចស្ដាប់ព្រះអង្គបានបញ្យល់តែនរណាអាចយល់អាចឃើញអាចចូលទៅដល់មេគារបស់ព្រះអង្គចឹងហើយបានជាអ្នកចូលទៅដល់មេគារបស់ព្រះអង្គលែងខ្លាចទាំងអស់ដល់ហើយទៅសូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីទ្រទ្រង់នៅពុទ្ធឧបាតហ្នឹងដោយសារអីដោយសារវាអត់មានអីថ្លៃជាងហ្នឹងទៀតនៅក្នុងលោកនេះយើងមើលដូចជាអគ្គសាវកលះបង់ទ្រព្យសម្បត្តិជាព្រាហ្មណ៍មហាសាលហើយសុខចិត្តទៅនៅជាមួយព្រះអង្គដោយសារអីដោយសារឃើញការពិតនៃជីវិតហ្នឹងព្រះអង្គត្រូវការឲ្យមនុស្សឃើញច្បាស់ពីព្រះអង្គព្រះអង្គមិនបានសំដៅយកគ្នាច្រើនយកទៅធ្វើអីទេគ្នាច្រើនហ្នឹងជាការចូលមកកំតិចនៅព្រះពុទ្ធសាសនាតែម្ដងក៏មានដែរហើយយើងឃើញសប្តាហ៍ថ្ងៃកន្លែងកំតិចពុទ្ធសាសនាគឺនៅតាមវត្តហ្នឹងតែម្ដងជាកន្លែងកំតិចពុទ្ធសាសនាពីព្រោះអីពីព្រោះវត្តដ៏ច្រើនសប្តាហ៍ថ្ងៃខ្លាយទៅជាមហោស្រពហើយខ្លាយទៅជាកន្លែងរំរែកខ្លាយទៅជាកន្លែងផឹកស៊ីខ្លាយទៅជាកន្លែងលេងល្បែងអញ្ចឹងមកគេសួរថាតើសប្តាហ៍ថ្ងៃកន្លែងណាដែលជាកន្លែងកំតិចពុទ្ធសាសនាអាត្មាឆ្លើយចំហ្មងថាគឺវត្តអារាមវត្តខ្មែរយើងនឹងតែម្ដងភាគច្រើនខ្លាយទៅជាកន្លែងកំតិចពុទ្ធសាសនាឲ្យតែបុណ្យធំមានកាត់គ្នាពីព្រោះអបាយមុខពុទ្ធសម្ដែងថាការរំលែកនេះគឺជាអបាយមុខប្រែថាម៉េចអបាយមុខប្រែថាជាប្រធាននៃសេចក្តីវិនិច្ឆ័យស្រាក៏អញ្ចឹងមានតាមវត្តសន្តិគ្រប់ពិធីបុណ្យផ្សេងៗក៏អញ្ចឹងដែរក៏ជាពិធីបុណ្យបំផ្លាញពុទ្ធសាសនាដែរពីព្រោះអបាយមុខពេញបុណ្យសពសពថ្ងៃឲ្យតែបុណ្យសពមានស្រាផឹកតែបើគេផឹកនៅតាមរាំងកាសាគេផឹកនៅកន្លែងកំសាន្តអត់បានចូលរួមបំផ្លាញពុទ្ធសាសនាទេពីព្រោះអត់បានកាន់ផ្លាកនឹងយកទៅកំតិចទេវាជារឿងតល់ខ្លួនរបស់គេវាជារឿងតែគេសប្បាយហើយគេក៏មិនបានប្រមាថទៅដល់ផ្លាកពុទ្ធសាសនាដែរព្រះសម្មាសម្ពុទ្ធក៏សម្ដែងដែរថាសាសនាតថាគតនេះរុងរឿងឬក៏អន់ថយក៏ដោយសារតែកូនចៅនេះឯងកាលណាកូនចៅខ្លាំងពុទ្ធសាសនាខ្លាំងកាលណាកូនចៅខ្សោយពុទ្ធសាសនាក៏ខ្សោយមិនខុសអំពីគ្រួសារមួយមានអ្នកណាមកកំទេចគ្រួសារយើងជាងគ្រួសារយើងទេប្រសិនបើប្តីក៏ល្អប្រពន្ធក៏ល្អកូនក៏ស្ដាប់សម្ពោធមានប្រឹងប្រែងដើរតាមទូនាទីរបស់ខ្លួនឯងគ្រួសារនោះនឹងទៅជាគ្រួសារថ្លៃថ្នូរនឹងទៅជាគ្រួសារល្អមានសុភមង្គលផ្ទុយទៅវិញបើអស់ភាពស្មោះត្រង់ដល់គ្នាប្តីទៅមានឯនេះឯនោះបែកប្រពន្ធពីរបីកូនចៅប្រុសនិរិះវារវិះដោយខ្លួនឯងមិនចាំបាច់គ្រួសារណាមកបំផ្លាញនោះទេប្រទេសជាតិមួយក៏ដូចគ្នាកាលណាស្ដេចខ្លាំងមន្ត្រីខ្លាំងរាជរឹងមាំកងទ័ពមានទឹកចិត្តការពារប្រទេសរបស់ខ្លួនឯងគ្មានប្រទេសណាឈ្លានពានបានទេមិនអាចបន្ទោសអ្នកជិតខាងទេដូចគ្នានឹងព្រះសម្មាសម្ពុទ្ធសម្ដែងអញ្ចឹងថាកាលណាពុទ្ធបរិស័ទសិក្សាដោយល្អគោរពប្រតិបត្តិដោយល្អធម្មវិន័យនេះនឹងរីកចម្រើននិងរឹងមាំដូច្នេះការព្យាកររបស់ព្រះសម្មាសម្ពុទ្ធថាធម៌វិន័យនេះពុទ្ធសាសនានេះវាមានកំណត់ 5000 ហ្នឹងដោយព្រះអង្គទ្រង់ព្យាករទៅលើអង្គើរបស់កូនចៅរបស់ព្រះអង្គថាលែងយកធម៌ជាធំលែងសិក្សាធម៌ជាធំគឺធ្វើអ្វីទៅតាមកម្មវិធីទុកធម៌ហ្នឹងមិនជារបស់មានតម្លៃការពុទ្ធសាសនាភាគច្រើនប៉ុន្តែខ្វះការយល់ដឹងធ្វើបុណ្យធំនៅវត្តទៅរំអត់ចេះពុទ្ធសាសនាទេថ្មថាកន្លែងរំមិនខ្វះទេតាមរៀនកសាលតាមកន្លែងកំសាន្តមានអ្នកណាទៅខាងទៅខាត់ហេតុអីបានជាមិនទុកវត្តនឹងឲ្យទៅជាកន្លែងសាងផ្លូវចិត្តសាងសេចក្តីស្ងប់ផ្លូវចិត្តចេះតែយល់ថាបើមិនដាក់របស់នឹងគេមិនទៅសួរថាឲ្យមនុស្សទាំងអស់នឹងទៅធ្វើអីឬក៏យើងនាំទៅពង្វក់ដល់កន្លែងវត្តអារាមទៀតដូចតែខ្ញុំកណ្ដាអាត្មានិយាយមកនេះមិនមែនទៅជាការចង្អៀតចង្អល់ទេគ្រាន់តែបើកបង្ហាញថាយើងចេះតែនាំគ្នាថាហេតុអីបានជាពុទ្ធសាសនាសពថ្ងៃគេមិនទៅយកចិត្តទុកដាក់ឬក៏មនុស្សចេះតែអគុណធម៌មនុស្សចេះតែសាហាវមនុស្សអស់សិលធម៌ក្នុងខ្លួនសិលធម៌អីទៀតមនុស្សឡើងខ្លាចព្រះហើយហ្នឹង
វាអត់សិលធម៌ត្រង់ថានៅនឹងវត្តយើងហ៊ានប្រមាថទៅហើយហ៊ានប្រផឹកស្រានៅវត្តទៅហើយហ៊ានលេងល្បែងអបាយមុខនៅវត្តទៅហើយហ៊ានរំហ៊ានច្រៀងហ៊ានកាប់គ្នានៅវត្តទៅហើយសួរថាតើត្រូវទៅបណ្ដុះគុណធម៌នៅកន្លែងណាទៀតឧទាហរណ៍នៅថេរយាមញោមអញ្ជើញទៅមើលស្រុកគេទីហោដូចជាស្រុកភូមិនៅទីលានបច្ចេកដីសូម្បីតែបីជើងគេមិនហ៊ានពាក់ចូលផងអាការគោរពនឹងនៅមានទៅជាពេលវេលាដែលបណ្ដុះនៅគុណធម៌កើតដល់តែយើងទៅប្រមាថគ្រប់កន្លែងថាប្រមាថតាមទីផ្សារទីមហោស្រពទីស្អីអានឹងវាលែងនិយាយអានឹងវាកន្លែងគេបណ្ដុះវត្តនៅតែអញ្ចឹងទៀតវាមិនដឹងថាទៅកន្លែងណាជាអ្នកបណ្ដុះនៅអវិជ្ជាផ្លូវចិត្តឬក៏វិជ្ជាដែលនាំឲ្យកើតគុណធម៌នឹងមិនដឹងថាបណ្ដុះនៅឯណាវាអស់កន្លែងបណ្ដុះអញ្ចឹងឆ្លើយមកថាតើកន្លែងណាដែលជាអ្នកកន្លែងជាកន្លែងគំតិពុទ្ធសាសនាថាវត្តនឹងត្មងចឹងកណាត់ខ្មែរនិយាយទៅវត្តណាដែលភ្លើតភ្លើននេះវត្តមិនចេះភ្លើតភ្លើននេះអ្នកគ្រប់គ្រងវត្តនឹងបណ្ដោយឲ្យមានការភ្លើតភ្លើនថ្ងៃមុនខ្មែរមើលព័ត៌មានរំមករោងនឹងប្រហែលជា 200-300 នាក់ដែលមានរឿងវ័យគ្នាទាំងអស់វ័យគ្នាមកវត្តនឹងមិនដឹងស្អីក្បែរតាហ៊ានវ័យគ្នាវាខត់ប្រហោះមកម៉ែមើលទៅជាតែអនិច្ចាថាអូដល់ពេលវិនិច្ឆ័យហើយអានេះចង់វិនិច្ឆ័យអន្តរធានហៅថាកាត់អន្តរធាននឹងមុនពេលចង់ទៅដល់មុនគេបាទព្រោះវ័យគ្នាពេញទៅវត្តមិនដឹងថាក្រុមណាវ័យគ្នារណាត់រណែលពេញហើយមិនដឹងថាតើត្រូវដើរតួយ៉ាងម៉េចទៀតហើយខ្ញុំកណាត់ស្មាននិយាយអញ្ចឹងទៅវាបានតែការខឹងសក់អំពីវត្តផ្សេងដែលចូលចិត្តអញ្ចឹងចឹងឯងប៉ុន្តែគ្រប់ទីកន្លែងមិនថាទីស្រុកខ្មែរទេនៅស្រុកបរទេសអញ្ចឹងដែរពាក្យថាធ្វើបុណ្យដោយសទ្ធានឹងវាលែងមានតែធ្វើបុណ្យប្រឆោតរាល់ថ្ងៃសម្បូរធ្វើបុណ្យប្រឆោតបុណ្យដោយសទ្ធាមិនទៅមានមិនដែលខ្ញុំកណាត់ខ្មែរនិយាយថាបុណ្យប្រឆោតគឺយកគ្រឿងអបាយមុខទៅដាក់ដើម្បីឲ្យមនុស្សទៅដល់តែមនុស្សទៅមានចូលបុណ្យខ្លះអានេះហៅថាបុណ្យប្រឆោតមនុស្សឲ្យទៅវត្តទៅរៃលុយបានខ្លះនឹងបុណ្យប្រឆោតទេនៅបរទេសអញ្ចឹងដែរអត់មានពាក្យថាធ្វើបុណ្យដោយសទ្ធាទៀតទេចង់កសាងវត្តឥឡូវហ្នឹងដល់ធ្វើចំនួនវត្តចេញមុខធ្វើចំនួនមិនបុណ្យធំចូលឆ្នាំឬក៏ស្អីគេធានាអ្នកចម្រៀងអ្នកអីពីស្រុកខ្មែរទៅបើកមហោស្រពនៅវត្តហើយវត្តយកដើមទុនធ្វើម្ហូបអាហារលក់ឲ្យទស្សនិកជនដើម្បីចំណេញធ្វើវត្តអានេះហៅថាបុណ្យជួយហើយវានឹងហៅថាបុណ្យជួយបុណ្យដើម្បីធ្វើវត្តហើយដល់ដាក់កន្លែងសបាយមិនបានលក់អីទេប៉ុន្តែឲ្យមនុស្សទៅវត្តដើម្បីរៃលុយអានឹងហៅថាបុណ្យប្រឆោតបុណ្យដោយសទ្ធាវាលែងមានយើងយកគិតមើលតើពុទ្ធសាសនានឹងនៅប្រហែលឆ្នាំទៀតបើរបៀបហ្នឹងស្មើថា 5000 ឆ្នាំដូចយូរពេកណានិយាយថា 5000 ឆ្នាំដល់នៅទៅរបៀបហ្នឹងតទៅទៀតបាន 100 ឆ្នាំទៀតទេពេលថាតាំងសទ្ធាជ្រះថ្លាចង់ធ្វើកន្លែងគោរពបូជាឬក៏ថាធ្វើដោយចិត្តឃើញប្រយោជន៍ថាអូហេតុអីបានយើងត្រូវធ្វើគាត់ដោយយល់ព្រះពុទ្ធសម្ដែងថាបុណ្យដែលបានផលច្រើនគឺបុណ្យយល់ទៅវាកសាងអីមួយវាមិនចាំបាច់ពីណាប្រឆោតដាក់ស្អីបានខ្ញុំទៅទេយល់ថាម៉េចយល់ថាប្រទានធ្វើគាត់ប្រទានប្រសំចុះយល់ថាម៉េចយល់ថាបើលោកបួសហើយអត់មានកន្លែងនៅគឺថាឲ្យលោកនៅកណាការអចិត្តយល់ដឹងនាំគ្នាធ្វើគាត់មកប្រទានលោកនៅនេះបុណ្យដោយសទ្ធាបុណ្យដោយការយល់ដឹងឥឡូវធ្វើសាលាឆាន់មួយយល់ថាម៉េចបានចង់ធ្វើយល់ថាបើយើងជួបជុំគ្នាច្រើនអត់មានកន្លែងអង្គុយអត់មានកន្លែងជ្រកយើងធ្វើម៉េចអញ្ចឹងត្រូវតែនាំគ្នាខិតខំប្រឹងប្រែងដើម្បីធ្វើវាឲ្យបានដើម្បីសេចក្តីសុខទាំងអស់គ្នាអង្គុយទៅបានស្រួលបុណ្យរបៀបហ្នឹងព្រះអង្គថាបុណ្យប្រកបដោយបញ្ញាឲ្យសេចក្តីសុខដល់អ្នកដទៃឃើញទេប៉ុន្តែឥឡូវយើងដកអញ្ចឹងទីមើលដកសบายចេញមាននរណាទៅអង្គុយគិតយល់អញ្ចឹងទេអត់សម័យពុទ្ធគេធ្វើដោយយល់អញ្ចឹងញាតិញោមអញ្ចឹងបានកហបដីមួយហ្នឹងធ្វើជាការគាត់មួយម្នាក់ឯងវត្តមួយម្នាក់ឯងព្រោះអីគាត់ធ្វើដោយយល់ថាកាលណាគាត់ធ្វើទៅបានប្រយោជន៍គង់នៅរបស់ភិក្ខុសង្ឃហ្នឹងហើយដល់អញ្ចឹងទៅរបៀបហ្នឹងដែលហៅថាធ្វើបុណ្យដោយសទ្ធាធ្វើបុណ្យដោយការយល់ដឹងពាក្យធ្វើបុណ្យហ្នឹងគឺកម្ចាត់អាចិត្តមួម៉ងហ្នឹងណាញោមអាស្មាបញ្យល់បន្តិចចោះថាអ្នកដើរតាមព្រះសម្មាសម្ពុទ្ធដែលថាធ្វើបុណ្យហ្នឹងណាអត់ដែលទៅហាមវាមិនឲ្យកើតឡើងទេអ្នកចង់រួចគាត់ទុកគាត់ប្រកបរកផ្លូវកាត់អ្នកចង់យូរដើរផ្លូវវាងរកផ្លូវស្អាតទៅផ្លូវវាងប៉ុន្តែផ្លូវកាត់នោះវាកាត់បន្លាវាកាត់ប្រកវាកាត់អីអ្នកចង់រួចគាត់ទុកមែនទេរកផ្លូវកាត់ហ្នឹងអញ្ចឹងទុកប្រមាណឲ្យវាមកឲ្យវាមានឲ្យគ្រប់អស់ទៅកុំឲ្យវាមានច្រើនទៀតពេកនិយាយមែនទេមិននិយាយនិយាយទៅឈឺទេគឺការពិតដំណើរក្នុងសង្សារវដ្តនេះគឺអញ្ចឹងការសិក្សាពធការស្ដាប់ធម៌ការសន្សំសេចក្តីល្អការចម្រើនបុណ្យកុសលក្នុងចិត្តនេះណាដូចយើងសាង
អាគារចឹងសាងផ្ទះចឹងភ្លៀងទៅក្តៅទៅពួកក្តៅនឹងវាធម្មតាជួនកាលយើងចេះតែអូនតែប្តីខ្ញុំមិនដូចប្តីគេប្តីគេនឹងយ៉ាប់ជាងប្តីយើងទៀតណាជួនកាលតែយើងមិនដឹងប្តីខ្លះរហូតដល់សម្លាប់ប្រពន្ធហ្នឹងក៏មានដែរប៉ុន្តែចេះគ្រាន់ថាក្នុងលោកនេះអត់មានវិធីបញ្ជាសេចក្តីអន្តរាយឬក៏អាការកប់ទាស់នឹងបានទេប៉ុន្តែមានវិធីព្យាបាលចិត្តណាដោយពាក្យថាមួយដែលព្រះសម្មាសម្ពុទ្ធសម្ដែងប្ររពចំពោះនន្តថេអញ្ចឹងថាយៈថាអពារੰទុច្ឆន្នំវុទ្ធិសមតិវិជ្ជតិផ្ទះដែលបុគ្គលប្រក់មិនចិត្តភ្លៀងរមែងលិចស្រោចស្រពក្នុងលោកនេះនរណាដែលថាមិនភ្លៀងមកសម្ដៅក្តៅមិនសម្ដៅមកសម្ដៅប៉ុន្តែរឿងសំខាន់យើងអត់មានមន្តអាគមអីទៅហាមភ្លៀងអត់មានមន្តអាគមអីទៅហាមថ្ងៃអត់មានមន្តអាគមអីទៅហាមខ្យល់ទេប៉ុន្តែវិធីសាស្ត្រដ៏ល្អបំផុតនេះគឺព្រះអង្គបង្រៀនវិធីកសាងជំរកផ្លូវចិត្តរបស់យើងអ្នកដែលបានសម្រេចគុណធម៌នោះថាតែដល់ត្រើយគឺព្រះនិព្វានហ្នឹងអត់មានទៅនៅពិភពណាទេគឺនៅមនុស្សហ្នឹងគេនៅជេរធម្មតាគេនៅធ្វើបាបធម្មតាប៉ុន្តែត្រូវអាចិត្តលោកឲ្យកើតទុកទេវាអត់កើតពីព្រោះវាប្រក់ចិត្តដូចនន្តថេអញ្ចឹងថាពីមុនដែលចិត្តងាយអញ្ញៃចង់សឹកចង់អីណានេះមកអំពីដូចផ្ទះដែលប្រក់មិនតាន់ចិត្តអញ្ចឹងដល់ផ្ទះប្រក់ចិត្តហើយវាមានបញ្ហាអីដេកស្រួលបាត់ហើយដូចញោមចិត្តយកបញ្ហាអញ្ចឹងហើយគេតែតូចចិត្តខ្លួនឯងអញ្ចឹងណាមកអំពីទៅធ្វើបុណ្យហ្នឹងញោមអត់ទៅស្វែងយល់អំពីជីវិតទេស្មាថាអញ្ចឹងចោះរាល់ការធ្វើបុណ្យរបស់ញោមហ្នឹងគឺទៅដល់អុជធូបហើយបន់ស្រន់សុំសេចក្តីសុខសុំឲ្យខ្ញុំបានអញ្ចេះសុំឲ្យលោកប្តីកុំចោសុំកុំឲ្យអញ្ចេះស្មើគ្នានឹងយើងថាសុំកុំឲ្យភ្លៀងសុំកុំឲ្យក្តៅសុំកុំឲ្យខ្យល់ប៉ុន្តែផ្ទះអត់ធ្វើនៅសោះនេះមិនមែនសម្រាប់ញោមអ្នកសាកសួរមួយទេថាបញ្ហាកុំបាច់ផ្ទាល់មកស្មារវិញហ្នឹងលោកឯងនៅអញ្ចឹងតែមានប្រពន្ធទៅហ្នឹងក៏ទុកដូចគ្នាថាអញ្ចឹងហើយវាដូចគ្នាអញ្ចឹងណាប៉ុន្តែយើងសិក្សាដើម្បីទទួលស្គាល់ការពិតនោះវាអញ្ចឹងអ្នកគ្រាន់តែយើងព្រមទទួលស្គាល់ការពិតមួយណាយើងអាចឈរឲ្យសម្លឹងមើលថាតើទិសណាដែលយើងត្រូវដើរតែពេលគណៈពេលដែលយើងអត់ព្រមហ្នឹងវាបន្ថែមសេចក្តីទុកមួយទៀតបាទណាអញ្ចឹងអាការព្រមហ្នឹងមិនមែនជាមនុស្សអត់អញ្ចឹងមកគេថាអញ្ចឹងយល់ពីកម្មផលហ្នឹងយើងឈប់គិតអីទៅអាណាធ្វើអីធ្វើទៅថាមិនមែនទេនៅពេលដែលយើងដោះពីភាពកន្ទុកកន្ទិញការកើតទុកហ្នឹងយើងឲ្យតួបញ្ញាហ្នឹងដើរតួជំនួសយើងវិញតែយើងត្រូវនិយាយមិនយើងត្រូវដោះស្រាយយ៉ាងម៉េចដោយមិនមានសេចក្តីខឹងក្រោធណាមុននឹងចង់កែគាត់ចង់កែប្តីចង់កែកូននេះកែខ្លួនឯងសិនអញ្ចឹងចង់កែខ្លួនឯងសិនជួនកាលគាត់ចេះតែមាននេះនោះជួនកាលវាអាចជាបញ្ហានៅក្នុងក្រុមគ្រួសារនឹងរឿងអីមួយក៏មានដែរអញ្ចឹងវាមិនមែនទាំងអស់ទេប៉ុន្តែវាអាចប៉ុន្តែគាត់ថាចិត្តលោភៈរបស់ប្តីរបស់អីហ្នឹងជួនកាលប្រពន្ធល្អមិនក៏វានៅតែលោភលន់អាខាងក្រៅយើងជាធម្មតាអញ្ចឹងហ៊ានដាក់ខ្លួនយកប្តីប្រពន្ធនឹងត្រូវទទួលភារៈរឿងហ្នឹងអញ្ចឹងបានជារៀបការអាត្មាជាតែស្ដីនិយាយពីក្រុងបាលីនោះមិនដឹងថាប្រមាណម៉ោងបើទុកពេលក្រុងបាលីហ្នឹងឲ្យលោកឲ្យអាវាតឲ្យលោកសំដែងធម៌ឲ្យស្ដាប់ពីរឿងជីវិតហ្នឹងល្អមែនតើក្រុងបាលី 2-3 ម៉ោងថ្ងៃមុនអាត្មាទៅអត់បានទេសនាទៅតាំងពីម៉ោង 2 កន្លះគឺជាប់ក្រុងបាលីអាត្មាទៅសំដែងម៉ោង 3ដល់ម៉ោងហើយទេសួរមិនហើយក្រុងបាលីមិនតាន់ចប់ទេម៉ោងថាសុំកន្លះម៉ោងទៀតថាចាំទៀតសុំ5-10 នាទីទៀតចាំទៀតសុំ5-10 នាទីទៀតចាំទៀតដល់ម៉ោង 4មកទៅដល់ផ្ទះទៀតទៅដល់ផ្ទះទៀតនៅតែមិនចប់ស្មារតីច្រើនពោមកវិញមកក្រុងបាលីសុំទឹកសុំដីសុំស្រីសួរស្ដីបើធ្វើក្រុងបាលីចេះតែបានទឹកដីអាត្មាដើរធ្វើក្រុងបាលីឲ្យបាច់ពិបាករត់ចោលស្រុកចោលទេសទៅធ្វើការងារស្រុកគេទៀតសុំដីឲ្យបានច្រើនប៉ុន្តែអញ្ចឹងឯងកាលណាយើងធ្វើបុណ្យអញ្ចឹងបើញោមមិនលើកពាក្យថាធ្វើបុណ្យច្រើនតែមិននិយាយរឿងហ្នឹងឯងការធ្វើបុណ្យច្រើនរបស់ញោមគឺធ្វើដោយអត់យល់ពាក្យថាធ្វើបុណ្យគឺជំរះអាចិត្តខ្វល់ខ្វាយហើយកាលណាចិត្តនឹងវាស្អាតវាថ្លាដូចទឹកអញ្ចឹងកាលណាថ្លាទៅវាមើលដល់ឃើញបាត់ដែរប៉ុន្តែអ្នកសិក្សាកម្មផលនឹងមិនយល់ថាអ្នកដែលរៀនកម្មផលណាធ្វើអីធ្វើទៅមិនមែនទេមិនអញ្ចឹងតែមើលរបៀបបរិស័ទជាតិខ្លះគ្រាន់តែវាមិនប្រើអកុសលនឹងទៅប្រើមិនយកភាពអាក្រក់នឹងទៅប្រើប៉ុន្តែយកតួបញ្ញាយកទៅប្រើយកទៅដោះស្រាយយកទៅនិយាយគ្នាមិននិយាយគ្នាបានប្តីប្រពន្ធអីក៏ដោយប៉ុន្តែជួនកាលយើងចូលចិត្តប្រើរាងកងក់កងៅកងប់កងក់ដាក់គ្នាហ្នឹងអញ្ចឹងវាមានអីទៅដោះស្រាយគ្នាកើតបើយើង
ធ្វើមិនអមានពេលនិយាយគ្នាពេលស្ងប់ស្ងាត់និយាយគ្នាឲ្យច្បាស់មកគឺមិនមានរឿងអីថានិយាយគ្នាមិនកើតអញ្ចឹងឲ្យស្ដាប់ធម៌ហ្នឹងធ្វើបុណ្យគឺដើម្បីបង្កើនបញ្ញាហ្នឹងឯងគេថាធ្វើបុណ្យដើម្បីឲ្យរួចផុតទុក្ខបន្ទាល់តែបញ្ញាហ្នឹងវាកើតដោះស្រាយរួចតាំងពីរឿងចឹងទៅបើថារឿងប៉ុណ្ណឹងដោះស្រាយមួយទេរហូតដល់ពៀនណាឃើញអញ្ចឹងថាមិនមែននិយាយចំពោះតែញោមម្នាក់ទេថាអាត្មាក៏គ្មានធម៌អីថាឲ្យប្តីហ្នឹងល្អវិញដែរឬក៏ជីវិតនឹងឈប់ជួបបញ្ហាដែរអត់ទេពុទ្ធបង្រៀនមនុស្សដូចស្មាលើកឧទាហរណ៍ថាមានវីរៈបរិស2នាក់យើងសម័យទៅសម័យកាលដែលមនុស្សអត់តាន់ចេះធ្វើផ្ទះនៅមានវីរៈបរិសម្នាក់នឹងចេះមុនអាគមឲ្យតែមេខ្មៅរកភ្លៀងសូត្រឆ្វាច់រាំងភ្លៀងបាត់បើថាក្តៅខ្លាំងសូត្រឆ្វាច់តិចលឹបម៉ងព្យុះភ្លៀងម៉ងព្យុះមកសូត្រឆ្វាច់ទៅខ្យល់អត់មកប៉ះប្រជាជនទេប៉ិនវីរៈបរិសម្នាក់ទៀតណាអត់មានមុនអាគមអីទៅបាំងថ្ងៃអត់មានមុនអាគមទៅបាំងភ្លៀងអត់មានមុនអាគមទៅបាំងខ្យល់ប៉ុន្តែចេះវិធីសាស្ត្រដើរបង្រៀនឲ្យមនុស្សចេះធ្វើផ្ទះនៅសួរថាតើបុគ្គលទាំងពីរនាក់ហ្នឹងយើងត្រូវមួយណាត្រូវការមួយណាជាងមួយណាដែលផ្ដល់ប្រយោជន៍ជាងវែងជាងអ្នកដែលសូត្រមុនអាគមឲ្យរៀងភ្លៀងទៅគាត់ងាប់វាលែងប្រកែសូត្រហើយប៉ុន្តែបើអ្នកបង្រៀនឲ្យមនុស្សចេះធ្វើផ្ទះនៅអាហ្នឹងគាត់ងាប់ទៅវិធីធ្វើផ្ទះហ្នឹងនៅដោយពុទ្ធចឹងបដិនិព្វានបាត់វិធីសាស្ត្រនៅដដែលអ្នកណាដើរតាមព្រះអង្គបានសុខជាមួយនឹងបញ្ហាហ្នឹងហើយដល់បេះដូងយល់ធម៌មែនទេដូចនាងពុទ្ធរាចឹងគឺមានទៅចង្រៃអីនឹងប្តីមានអីទៀតផងវាពិបាកមែនទេណាប្តីស្រឡាញ់ពេកនាងពិបាកហ្មងពិបាកឥឡូវនៅបម្រើប្តីមិនឲ្យទៅណាពិបាកចិត្តទៅណាមិនកើតថ្ងៃមួយទៅជ្រះថ្លាចង់ធ្វើបុណ្យកុសលចង់បម្រើព្រះសម្មាសម្ពុទ្ធចង់បម្រើព្រះសង្ឃទៅជួលនាងសេរីម៉ាស្អីណាដូចនាងសេរីម៉ាឬនាងស្អីសេរីម៉ាទៅជួលនាងសេរីម៉ាមកធ្វើប្រពន្ធជំនួសកន្លះខែខ្ញុំទៅធ្វើបុណ្យម្ដងនេះយល់ពិតប្រកបមិនទៅហួងឯងពេកហ្នឹងហើយយើងទៅធ្វើបុណ្យដូចស្មារតីអញ្ចឹងមកពីយើងទៅធ្វើបុណ្យចាប់ផ្ដើមអុជធូបសុំនេះសុំនោះសុំនេះសុំនោះហើយវាចេះបានណាអាហ្នឹងសុំឲ្យកន្លែងអត់បានហ្នឹងពុទ្ធបង្រៀនឲ្យយើងធ្វើខ្លួនឯងខ្លាំងអញ្ចឹងពុទ្ធបង្រៀនឲ្យមានអត្តហេតុអត្តន័យទៅមានន័យថាបង្រៀនឲ្យមនុស្សធ្វើខ្លួនឯងឲ្យខ្លាំងដូចដើម្បីឈ្នះសត្រូវរបស់យើងអញ្ចឹងមិនមែនដុតបន់ធ្វើម៉េចអាហ្នឹងចុកពោះបន់អាម៉េចអាហ្នឹងទន់ដៃមិនគឺត្រូវហាត់ខ្លួនឯងឲ្យខ្លាំងមកឈ្នះវាកើតពុទ្ធបង្រៀននឹងរបៀបអញ្ចឹងអត់មានទៅសុំទេដួងចិត្តមានធម៌ដូចពោធិព្រឹកឲ្យនឹកណាឲ្យគោរពដូចពុទ្ធសាសនាអ្នកស្លាប់ទៅហើយមិនមកវិញទេតើនៅហើយតែគេឲ្យនាងមករស់នឹកដួងចិត្តមានធម៌ដូចពោធិព្រឹកឲ្យនឹកឲ្យគោរពដូចព្រះសាសនាបរិសុទ្ធដោយញាណតាំងសោបិណ្ឌភ្នែកញ៉ាយប្រមាលដោយអងព្រះសាងស្ដារីឯទាំងចិត្តបរិសុទ្ធស្នេហាបិណ្ឌភ្នែកញ៉ាយកាលណាឃើញគូជីវិតវត្ថុក្នុងលោកស្លាប់ហើយតែរស់មានតែគេឈ្មោះនឹងស្នេហាពិតខ្លួនស្លាប់មើលទៅហើយនៅឡើយអាណិតឲ្យគូជីវិតអ្នកអោបរិបគ្រប់គ្រា
រាងនៃមនុស្សចិនធម៌មនុស្សទាំងឡាយនគរយំស្ដាយក្រុមគ្នាបាច់ការអត់ទាំងគ្រប់ទាំងទីវាទាំងភ្នែកហើយពរនីជាផ្លែជុំទៀនដួងចិនសោកស្ដាយខ្លាយជាសម្រែកឲ្យយំមេឲ្យស្រែកសង្វែកវិញ្ញាណប្រកាសប្រថាគ្នាមួយចំបានចិនល្អឲ្យធួមានព្រាបបាននឹងព្រះវីតែប្រែតឬនរកនៅក្នុងទីនេះមិនវាស់រូបភាពខាងក្រៅទេគឺវាស់ទៅលើផ្លូវចិត្តវាស់ទៅលើការប្រព្រឹត្តដែលចាត់ឈ្មោះថាជាមនុស្សនរកហ្នឹងញាតិញោមបើប្រៀបជាមួយនរកមែនទែនអាក្រក់ជាងនរកមែនទែនពីព្រោះពិភពលោកនេះមិនដែលវិនិច្ឆ័យអន្តរាយដោយសារនរកស្រុកខ្មោចទេតែបើមនុស្សមានចិត្តនរកអាចបំផ្លាញពិភពលោកមែនទេហ្នឹងហើយមនុស្សបែបម៉េចគេហៅថាមនុស្សនរកញាតិញោមថាមនុស្សបែបម៉េចហ្នឹងហើយមនុស្សដែលអត់មានមេត្តាធម៌មនុស្សដែលច្រើនទៅដោយអធិព្យាបាទក្តៅដូចនរកទេហៅថាតោសក្តិអតិនឹងជាភ្លើងតោសៈនឹងភាពក្តៅក្នុងចិត្តនឹងហៅថាតោសក្តិភ្លើងគឺតោសៈព្រះអង្គថាភ្លើងនេះក្តៅជាងភ្លើងនរកទៀតដែលថាក្តៅជាងភ្លើងនរកហ្នឹងមានន័យថាភ្លើងនរកដុតពិភពលោកនេះអត់ឆេះទេมันអាចបំផ្លាញពិភពលោកនេះទេតែបើភ្លើងតោសៈនៅក្នុងចិត្តមនុស្សអាចបំផ្លាញមនុស្សលោកបានចឹងមែនទេចឹងបានយើងនឹកឃើញចិត្តដល់ចូលឆ្នាំអីមិនតាន់ចិត្តយូរដែរទឹងភ្ជុំដែរណាប៉ុន្តែនឹកឃើញថាបុរាណអាចារ្យយើងចេះយកក្បាលមហាព្រំយកមកហែឯក្បាលនិយាយពីចង្រៃជាងក្បាលអាត្មាទៀតចង្រៃនោះបោះទៅលើមេឃនេះរាំងភ្លៀងបោះទៅលើដីឆេះព្រៃអស់បោះទៅសមុទ្ររីងទឹកអស់លេងក្បាលនេះក៏ចង្រៃជាងក្បាលអាត្មាទៀតខ្ញុំពិចារណាមើលក្បាលចង្រៃណាបើក្បាលអ្នកមានបុណ្យសុំតែបោះទៅណាកើតមាសកើតពេជ្រមែនទេហើយមិននាំគ្នាហែរហូតទៅមកក្បាលចង្រៃម៉េះអានឹងជារឿងប៉ុន្តែហៅថាជារឿងនៃរបស់វានឹងវាមានជារឿងអដ្ឋានរូបហើយនឹងអដ្ឋបដិរូបអដ្ឋបដិរូបអង់គ្លេសគេថាម៉េច figurative meaning ចឹងតំណាងជាន័យតំណាងអីក្បាលព្រំយើងគិតម្យ៉ាងទៀតថាបើមុខ4នេះដេកមិនដេកមិនពិតច្រមុះមកខាងទៀតចុះហើយព្រំមុខ4ហ្នឹងត្រូវបានយកទៅដាក់នៅលើប្រាសាទទៀតមែនទេដូចប្រាសាទបាយ័នសបោព្រំមុខ4ហើយមុខហ្នឹងគេអត់ធ្វើឲ្យកញ្ញើទេធ្វើញឹមមែនទេព្រំដែលមុខកញ្ញើទេដែលឃើញមុខកញ្ញើទេមុខញញឹមដោយធម៌4គឺមេត្តាករុណាមុទិតាឧបេក្ខាហើយចំជាត្រូវណាស់ញាតិញោមហើយប្រសិនបើនៅក្នុងហេតុញាតិញោមចំណាំមើលទៀតថាមិនក៏មុខព្រំនោះគេមិនដាក់នៅកន្លែងជើងប្រាសាទមិនក៏គឺដាក់ខាងលើនេះចង់ទូនមានអ្នកដឹកនាំទាំងឡាយ to be a leader អ្នកដឹកនាំទាំងឡាយអង្គុយនៅលើទីខ្ពស់សម្លឹងឲ្យឆ្ងាយប្រកបដោយព្រំវិហារធម៌ប្រសិនបើអ្នកធំនោះប្រាសចាកនៅធម៌ទាំងនេះហើយគឺពិតជាឆេះមែនតែកាលណាព្រំវិហារទាំង4នេះបានធ្លាក់ចុះពីក្នុងដៃក្នុងចិត្តរបស់អ្នកដឹកនាំហើយអ្នកដែលឆេះអ្នកដែលក្តៅគឺប្រជារាស្ត្រឆេះឬក៏មិនឆេះសម័យពលពតឆេះអត់ចោលកន្លែងនេះភាគច្រើនឆេះណាឆេះដោយសារធ្លាក់ក្បាលព្រំពីក្នុងដៃនៃអ្នកដឹកនាំនេះជាន័យពិតនៅតំណឹងអាត្មាចាំអាត្មាចង់រៀនអង់គ្លេសចាគាត់អាត្មានិយាយថាវប្បធម៌ខ្មែរយើងល្អណាស់ពុកពាក់បរោះយើងមិនបរៀនឲ្យការចឹងណាមកពីយើងដើរច្រឡំទៅមែនទេហ្នឹងហើយត្រូវការ
ការស្មាទៅអាមេរិកនិយាយអង់គ្លេសបៃឡាន់នេះក៏ចេះនិយាយគេមុខក្បាលលីល្អហ្នឹងមានរឿងល្អច្រើនណាស់ហើយកាលណាបើពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រវិញញាតិញោមយើងនិយាយអត់មានខ្មាស់គេទេអត់មានខ្មាស់គេទៅណាក៏អាត្មាអួតទេប្រវត្តិរបស់ខ្មែរអាត្មាមើលក្នុងអីអ៊ីនធឺណិតលេងស្រាប់តែអង្គរវត្ត in វៀតណាមអីហ្នឹងលោកទៅដាក់ពីកាលទេអានឹងវាត្រូវពឹងពាក់យើងទាំងអស់គ្នាហ្នឹងហើយយើងអត់មានខ្មាស់ហើយមិនបាច់ពីណាមិនបាច់ភ័យគេថាចុះបើថៃគេថាបោះគេដែរចុះបើបងប្អូនវៀតណាមយើងហ្នឹងគេថាបោះគេដែរតើធ្វើយ៉ាងម៉េចទៅថាវាអត់មានយ៉ាងម៉េចទេប្រវត្តិសាស្ត្រមានគឺវាអាស្រ័យលើកូនខ្មែរយើងជាអ្នកជួយផ្សាយជាអ្នកជួយណែនាំគេឲ្យដឹងហើយប្រវត្តិខ្មែរ Empire ខ្មែរដែលអាណាចក្រខ្មែរតាំងពីមុនប្រទេសយួនប្រទេសសៀមមិនតាន់មានអង្គរវត្តមានតាំងពីនោះមកប្រវត្តិសាស្ត្រចិនអ្នកប្រាជ្ញចិនក៏ដឹងអញ្ចឹងណាអាស្រ័យលើយើងទាំងអស់គ្នានឹងឯងញាតិញោមទាំងអស់គ្នានឹងឯងអញ្ចឹងបានពាក្យបុរាណយើងនិយាយថាផ្លត់អ្វីផ្លត់ចុះកុំឲ្យទៅផ្លត់ជាតិអញ្ចឹងវានៅលើយើងម្នាក់ទាំងអស់គ្នាហើយដូចជាប្រទេសជាតិយើងហ្នឹងគឺចាំបាច់ណាត្រូវការយើងទាំងអស់គ្នាដូចពេលដែលមានអ្នកជំងឺត្រូវការចាំបាច់ណាពេទ្យមនុស្សដែលកំពុងតែខ្វះទីពឹងគឺចាំបាច់ត្រូវការអ្នកជាទីពឹងហើយបើថាប្រទេសយើងសុខសាន្តត្រានឡើងមានបញ្ហាអីមានការងារគ្រប់គ្រាន់យើងក៏មិនបាច់និយាយអីមកប៉ុន្តែដោយសារអញ្ចឹងឯងទៅត្រូវការចាំបាច់យើងទាំងអស់គ្នាកុំលាក់មុខញាតិញោមអាត្មាមានមោទនភាពឃើញក្មេងៗរៀនចប់បួកទៅបរទេសអីគាត់ប្រកាសថាគាត់ជាកូនខ្មែរអីចឹងថាគាត់សប្បាយចិត្តមកសប្បាយចិត្តយើងសប្បាយចិត្តចឹងណាហ្នឹងហើយយើងនាំគ្នាបំបត្តិវប្បធម៌មួយអាវប្បធម៌ក្តិចត្រួយវប្បធម៌ក្តិចត្រួយកុំឲ្យតែណាលូតបន្តិចគឺតែចន់ក្តិចឈឺឈីចោលវាតែមកថ្មធ្លាប់មើលសភៅប្រវត្តិសាស្ត្រមួយថាចរិតខ្មែរថ្មថាអានឹងចរិតខ្មែរបលាយកាត់ទេបើចរិតខ្មែរអង្គរមិនអញ្ចឹងទេមែនទេបើចរិតខ្មែរអង្គរក្តិចគ្នាអញ្ចឹងមិនមែនធ្វើអង្គរកើតទេអញ្ចឹងសម្បូរដោយភាពចំណែនសម្បូរដោយខ្លាចគេក្រំបើជាងធ្វើម៉េចយើងទៅមុខរួចហើយថាមកអូស្ត្រាលីលើកទី1ហ្នឹងលើញាតិញោមម្នាក់គាត់និយាយពីការលើកទឹកចិត្តមនុស្សប៉ុន្តែមិនបានឃើញផ្ទាល់ទេប៉ុន្តែញាតិញោមគាត់និយាយប្រាប់កូនក្មេងអាយុ4ឆ្នាំ5ឆ្នាំហ្នឹងគាត់គូគំនូរូបក្តាមមួយប៉ុន្តែអត់ស្អាតទេប៉ុន្តែមើលទៅស្គាល់ថាជាក្តាមគេយកទៅលក់ពីការគេឲ្យ$50អីក៏មាន$100ក៏មានគេសរសើរមិនបានគេសរសើរគេប៉ាន់អាយុក្មេងទៅតែអាយុប៉ុណ្ណឹងគាត់ចេះគូប៉ុណ្ណឹងបើគាត់រៀនតទៅទៀតមិនដឹងថាគូស្អាតប៉ុណ្ណាមុំតែអាយុ10ឆ្នាំតម្រុំតែអាយុ20ឆ្នាំនឹងជាវិធីសាស្ត្រនៃការលើកទឹកចិត្តជំរុញមនុស្សពាក្យសរសើរនិងពាក្យនិន្ទាមានឥទ្ធិពលណាញាតិញោមមានឥទ្ធិពលបើយើងសរសើរចំមនុស្សដែលគួរសរសើរហើយបើយើងនិន្ទាឲ្យចំមនុស្សដែលយើងគួរនិន្ទាពាក្យទាំងពីរនេះមួយវាคล้ายទៅជាថ្នាំកម្លាំងមួយទៀតវាคล้ายទៅជាវ៉ាក់សាំងការពារយើងនិន្ទាចំអំពើដែលគួរនិន្ទាមានន័យថាយើងចូលរួមបង្អាក់អំពើទុច្ចរិតកុំឲ្យវារីករាលដាលនៅក្នុងសង្គមរបស់យើងសរសើរមនុស្សល្អដែលគួរសរសើរមានន័យថាយើងគ្រប់គ្រងអំពើល្អឲ្យរីករាលដាលនៅក្នុងសង្គមតែបើយើងទូនមានខុសសរសើរខុសរិះគន់ខុសព្រះអង្គថាធ្លាក់នរកដូចគេច្រើនទម្លាក់ព្រោះអីអំពើគួរតែទេដៀលទៅយើងទៅជាសរសើរមានន័យថាយើងឲ្យកម្លាំងដល់មនុស្សអាក្រក់ធ្វើល្អតទៅទៀតរឿងដែលគួរសរសើរសោះស្រាប់តែយើងទៅនិន្ទាមានន័យថាយើងបន្ទុចបង្អាក់សកម្មភាពដែលល្អហ្នឹងមិនឲ្យរីករាលណានឹងចឹងមកនិយាយតិចទៀតទៅទុកឱកាសឲ្យញាតិញោមបាទមនុស្សសក្តិនិរយិកោបាញ់មិញហ្នឹងគឺសំដៅទៅដល់មនុស្សដែលប្រាសចាកមេត្តាធម៌គ្មានចិត្តអាណិតអាសូរមិនមានការសង្
គ្រោះក្តៅជានិច្ចណាងាប់ងាប់ទៅឲ្យតែអញរស់សបោអីចឹងហ្នឹងសបោច្រើនណាហ្នឹងហើយមនុស្សបែបហ្នឹងមនុស្សសាស្ត្រនៃរយៈកោហ្នឹងតើញាតិញោមអាចឃើញនៅក្នុងតែអ្នកក្រលហេមលហាមឬក៏អ្នកដែលមានស្រុកស្ដំហ្នឹងអាចជាមនុស្សនរកដែរអាចទេពីព្រោះអត់វាស់ខាងក្រៅទេវាស់កម្រិតចិត្តខាងក្នុងតាមួយទៀតមនុស្សសពេតោប្រែតគឺជាសត្វមួយយ៉ាងដែលលហេមលហាមជានិច្ចប៉ុន្តែគាត់យល់ពីពាក្យថាប្រែតថាលហេមលហាមអញ្ចឹងគាត់ថាមនុស្សសុំទានមនុស្សលហេមលហាមហ្នឹងមនុស្សប្រែតមិនមែនទេមនុស្សប្រែតគឺមនុស្សដែលសម្បូរទៅដោយលោភៈសម្បូរទៅដោយអភិច្ឆាការសម្លឹងរំពេចង់បានរបស់អ្នកដទៃវាអត់ឆ្អែតទេហើយប្រែតហ្នឹងមិនមែនតែញាតិញោមទេលោកក៏មានប្រែតដែរដដើមគ្នាដោយការលៀបសក្ការៈហ្នឹងមិនមែនលោកដដើមគ្នាទេប្រែតដដើមគ្នាមិនលោកយើងនេះទេអាត្មាថាចិត្តប្រែតអញ្ចឹងចិត្តប្រែតហ្នឹងមានទាំងលោកមានទាំងក្រហោះមានទាំងអ្នកធំមានទាំងអ្នកតូចអញ្ចឹងបានអតីតប្រធានាធិបតីមួយគាត់នឹងប្រាក់ខែគាត់ដូចជា 12000 ចឹងហ្នឹង 10000គាត់ដាក់ទៅក្នុងសង្គមញាតិញោមគាត់ចាយតែអាកតុយទេហើយឡានគាត់ហ្នឹងថ្លៃមិនដល់ 5000 ទេឡានគាត់លោកកាចាហើយគាត់ទៅនៅជាមួយប្រពន្ធគាត់ដាំដំណាំដាំអីជុំវិញផ្ទះហើយល្បីឈ្មោះថាជាប្រធានាធិបតីក្រជាងគេលើពិភពលោកបានពាក្យគាត់9ឃ្លាដែលអាត្មាអាននៅចាំខ្លះគាត់ថាគេថាខ្ញុំក្រព្រោះគេមិនយល់អត្ថន័យនៃពាក្យថាក្រគេថាខ្លួនគេមានក៏ព្រោះតែគេមិនយល់អត្ថន័យនៃពាក្យថាមានន័យថាម៉េចអត្ថន័យនៃពាក្យថាក្រគឺមនុស្សមិនចេះគ្រប់តែខ្ញុំអត់ខ្វះអីផងហ្នឹងក្នុងចិត្តខ្ញុំដឹងថាខ្ញុំមានជាងគេតែអ្នកមើលមកខ្ញុំថាខ្ញុំក្រជាងគេញោមយល់ទេមុនអ្នកមានខ្លះផ្ទះមានគ្រប់ខេត្តបើនិយាយស្រុកខ្មែរវិឡាមានគ្រប់ខេត្តទីបំផុតក្រជាងអ្នកក្រទៀតព្រោះទៅយកដីអ្នកក្រយើងគិតមែនទេណាយើងមើលពីក្រៅលហឹកណាប៉ុន្តែខណៈដីអ្នកក្រក៏ឃ្លានដែរអ្នកក្រគ្នាមានតែផ្ទះមួយមានដីតែមួយហត្ថថាដាំនេះដាំនោះហ្នឹងណាទៅយករបស់គ្នាដែរទៅវាក្រជាងអ្នកក្រទេសន្តានខាងក្នុងហ្នឹងក្រជាងពួកគាត់ក៏ត្រូវការរបស់គាត់ក៏មិនដែលទៅត្រូវការរបស់គេផងហ្នឹងអ្នកក្រហើយដល់យើងទៅត្រូវការបើទៅត្រូវការអ្នកមានដូចគ្នាទៅអាហ្នឹងគ្រាន់បើបន្តិចលេងទៅត្រូវការប្រជាជនអ្នកក្រញោមដែលលឺដែរអាត្មាគ្មានទៅកោតអីទេឃើញទៀតហ្នឹងចឹងញាតិញោមពាក្យថាមានឬក្រនៅក្នុងទីនេះសំដៅទៅលើផ្លូវចិត្តបើចិត្តយើងគ្រប់មានក្រអីទៀតដូចអាត្មាពេលនេះចឹងអាត្មាមានក្រប្រពន្ធទេព្រោះអត់តន់ចង់បានឲ្យតែមានចិត្តចង់បានមានន័យថាខ្វះប្រពន្ធមួយមែនអត់យល់ឲ្យតែមានចិត្តថាចង់បានមានន័យថាខ្វះមួយតែបើថាអត់តន់ចង់បានមានន័យថាគ្រប់ហើយកន្លោះតាំងពី20មកដល់40ហើយអត់តន់ខ្វះប្រពន្ធឯមួយពាក្យថាក្រគឺនៅលើអ្វីដែលយើងត្រូវការឲ្យវាអត់ហ្នឹងឯងចិត្តតែចង់ណាចេះឈប់ហើយដល់តែនិយមន័យនៃពាក្យថាមាននៅក្នុងធម៌គឺសន្តោសៈថាសន្តោសមានន័យថាចេះត្រេកអរដែរមិនចេះត្រេកអរទេប៉ុន្តែត្រេកអរចំពោះរបស់ដែលគួរត្រេក
មានប្រពន្ធត្រេកអរជាមួយប្រពន្ធមានប្តីត្រេកអរជាមួយប្តីជាមួយកូនជាមួយទ្រព្យសម្បត្តិជាមួយការងារដែលយើងខិតខំធ្វើបានប៉ុណ្ណាលទ្ធផលរបស់វាប៉ុណ្ណាត្រេកអរប៉ុណ្ណឹងនឹងឯងជាសេចក្តីគ្រប់គ្រាន់របស់យើងហ្នឹងហើយនឹងឥឡូវញាតិញោមអាចច្បាស់ទេថាតើមនុស្សប្រែតសំដៅដល់មនុស្សសុំទានលហិមលហានក្បែរផ្សារថ្មីស្រុកជើងហ្នឹងឬក៏យ៉ាងម៉េចមនុស្សបែបនេះគេហៅថាមនុស្សប្រែតចិត្តលោភលន់មិនចេះគ្រប់គ្រាន់អាចិត្តចង់បានហើយពឹងផ្អែកទៅលើការងាររបស់យើងមិនហៅថាមនុស្សប្រែតទេពុទ្ធឲ្យយើងរស់នៅតាមសម័យអាជីវៈឲ្យយើងប្រឹងឲ្យយើងធ្វើហើយយើងប្រឹងប្រែងចង់បានប៉ុណ្ណាចង់ទៅប៉ុន្តែឲ្យវាតាមកម្រិតនៃការងារដែលយើងធ្វើបានរបៀបហ្នឹងមិនហៅថាមនុស្សប្រែតទេមនុស្សប្រែតមានន័យថាឃ្លានហួសរឿងដែលគួរចង់បាននឹងហៅថាមនុស្សប្រែតអញ្ចឹងស្ដេចអាចខ្លាចជាប្រែតទេអាចឲ្យតែលោភលន់ចង់បានប្រពន្ធគេប្រែតហើយមានស្ដេចខ្លះប្រែតចឹងដែរអាត្មាអានប្រវត្តិពីមុនទេហ្នឹងហើយដូចរឿងម៉ាក់ថើងអីផ្សាណយខ្វះអីមនុស្សម្នាងពេញតវាំងទៅចង់បានប្រពន្ធទេនឹងប្រែតវិលហាមហ៎ណាប្រែតរស់មានប្រែតណាងប់នឹងចឹងទី3មនុស្សសដេរិឆាណោគឺជាមនុស្សសម្បូរទៅដោយមោហៈការមិនដឹងគុណទោសមិនដឹងអ្វីល្អអ្វីអាក្រក់វិនិច្ឆ័យមិនដឹងហេតុផលច្បាស់លាស់វង្វេងហៅថាមនុស្សសដេរិឆានអញ្ចឹងមានគ្រប់ឋានៈទាំងអស់នេះយើងហើយមនុស្សដែលទៅជាមនុស្សទេវតាមនុស្សដែលមានធម៌សនៅក្នុងចិត្តខ្មាស់បាបខ្ពើមបាបធម្មតាយើងដឹងថាទេវតាធំក្លិនអាក្រក់អត់បានទេដូចប្រៀបធៀបថាក្លិនមនុស្សយើងនឹងស្អុយទៅលើ100យោជទេវតាគេមកទេហ្នឹងហើយស្អុយឆ្ងាយម៉េចហើយយើងចេះក៏អុកគ្នាឯងហ្នឹងហើយគេខ្ពើមរបស់មិនល្អប៉ុន្តែប្រៀបធៀបមួយយ៉ាងទៀតអ្វីដែលមនុស្សទេវតាខ្ពើមបំផុតគឺអំពើទុច្ចរិតមានហិរិអតបហិរិគឺការខ្ពើមរអើមហើយនឹងអតបៈខ្លាចសេចក្តីនេះមានឧបមា2ខ្ពើមបាបខ្លាចបាបហ្នឹងខុសគ្នាចេះត្រង់ថាឃើញអំពើទុច្ចរិតហ្នឹងមួយដូចដុំដែកប៉ុន្តែដុំដែកតិចប៉ុន្តែវាប្រឡាក់លាមកខ្ពើមទេខ្ពើមមួយទៀតដុំដែកស្អាតប៉ុន្តែវាឆេះវាក្តៅអាហ្នឹងគឺអតបៈខ្លាចហើយនឹងខ្ពើមអញ្ចឹងមនុស្សដែលមានចិត្តខ្ពើមហើយនឹងស្អប់អំពើទុច្ចរិតដែលគួរស្អប់គួរខ្ពើមនឹងគឺទុច្ចរិតរបស់ខ្លួនឯងដែលគួរស្អប់ដែលគួរខ្ពើមនោះណាហើយម្យ៉ាងទៀតដែលឈ្មោះថាជាមនុស្សទេវតាគឺជាមនុស្សជាទីពឹងអាស្រ័យរបស់មនុស្សទូទៅមនុស្សនឹងតែងតែយកសេចក្តីទុក្ខរបស់អ្នកដទៃមកដាក់ក្នុងខ្លួនមានខ្លួនឯងជាឧបមាមនុស្សបែបហ្នឹងដែលយើងត្រូវការយើងមិនមែនត្រូវការទេវតាលើមេឃទេញាតិញោមមកថ្ងៃនេះញាតិញោមមកសិតតែចេះនិយាយភាសាខ្មែរយើងហើយនឹងស្គាល់ប្រទេសយើងច្បាស់បានស្មាននិយាយដោយប្រទេសយើងញាតិញោមត្រូវការទេវតាលើមេឃឬក៏ត្រូវការមនុស្សទេវតាចាំបាច់ណាស់ត្រូវការមនុស្សទេវតាលើមេឃអត់ចេះច្បាប់ទេអត់ចេះសិទ្ធិមនុស្សទេអត់ចេះ accounting law អីអត់ចេះទេគ្រាន់ចេះរស់ស៊ីអីទេទេវតាលើមេឃអានតបុនស្រាប់ប្រពន្ធហប់អើយនោះរវល់ម៉េះមកជួយយើងមិនបើអត់នេះឮថាប្រពន្ធហប់កោតនោះខ្វល់ខ្វាយតែរឿងរាប់ប្រពន្ធមែនតែនទៅមនុស្សដែលគេរីកចម្រើនដូចអូស្ត្រាលីក៏ដោយអាមេរិកក៏ដោយប្រទេសគេជឿនលឿនទាំងឡាយគឺពឹងមនុស្សទេវតាមនុស្សដែលមានចិត្តសង្គ្រោះមនុស្សដែលមានចិត្តជួយមនុស្សនឹងទេដែលយើងត្រូវការពឹងទេវតាលើមេឃចប់ហើយ
មែនទេញាតិញោមតែញាតិញោមបានវីសាមកកន្លែងនេះអីពឹងមនុស្សទេវតាពឹងមនុស្សឲ្យពឹងប៉ាន់ហ្នឹងហើយយើងនៅនេះមានសមាគមខ្មែរមានស្អីស្អីជួយមានប្រសង់មានស្អីជួយគ្នាសើតែមនុស្សជួយមនុស្សប៉ុន្តែកាលណាយើងមិនព្រមយល់ពីជីវិតសាមញ្ញធម៌សាមញ្ញហ្នឹងយើងចេះតែគិតនៅរឿងដែលយើងគិតអត់ឃើញរាល់ថ្ងៃតែភ័យមែនទែនទៅរកកន្លែងរឹតទៀតទៅកន្លែងបិទភ្នែកទៅចាមែនទេសបោហ៎ចឹងបានអាត្មាថ្ងៃណាអាត្មាថាសង្គមនេះយូរទៅសង្គមខ្មោចធៀបពិតពេលយើងមានរឿងយើងមិនត្រូវរលយយើហ៎មិនត្រូវរមេធាវីមិនត្រូវរអីមានណាទៅពឹងខ្មោចមកកាត់ត្រីមិនធៀបពិតរឿងសាមញ្ញសោះប៉ុន្តែយើងចូលរកទីពឹងព្រោះទៅអាកន្លែងរត់ឃើញមកដោយអាត្មាថារឿងអ្នកតារឿងស្អីមានជាប្រតិកម្មច្រើនគេថាណែកុំនិយាយលេងអ្នកតាឃ្លៀងមឿងជាវីរៈបរិសរបស់យើងណាអាត្មាថាល្អហើយដែលយើងចេះនឹកឃើញវីរៈបរិសវីរៈបរិសខ្មែរមានច្រើនណាស់មិនគុំនឹកផងមកពីវីរៈបរិសមិនបានខ្លាយជាអ្នកតាមែនអត់មែនអត់ឧទាហរណ៍ដូចអុកញ៉ាក្រឡាហោមគង់ក្លែងស្គាល់បងដូចជាកន្លងទៅនឹងសមាគមអាស៊ានបានរើសមនុស្សម្នាក់ថាជាវីរៈបរិសរបស់ខ្មែរញោមស្គាល់អត់ស្គាល់លីងហ្នឹងអុកញ៉ាសឿនគុយកម្ពុជាក្រោមនឹងសមាគមអាស៊ានបានបោះឆ្នោតបានសម្ដែងភាគច្រើនថាគាត់នឹងគឺជាវីរៈបរិសរបស់ខ្មែរប៉ុន្តែមានណាទៅសូវនឹកឃើញព្រោះអត់បានខ្លាយជាអ្នកតាបើខ្លាយជាអ្នកតាមើលនិយាយម៉ៅអីមើលស្គាល់លើនេះមិនមែនឈ្មោះថាឲ្យតម្លៃអ្នកប្រាជ្ញឬក៏ឲ្យតម្លៃអ្នកតស៊ូទេនៅតែគិតប្រយោជន៍ខ្លួនឯងដល់ដែលចឹងបានកាលវ័យមួយសៀមរឿងព្រះវិហារហ្នឹងញោមអាត្មានៅពោធិ៍សាត់មកដឹងថានិយាយពីធូបហុយមុខអ្នកតាឃ្លៀងមើលហ្នឹងព្រោះគាត់ដកដង្ហើមរួចខាងតាហ៊ានខាងរដ្ឋាភិបាលនោះក៏ទៅធ្វើពិធីឲ្យឃ្លៀងមើលទៅជួយមើលព្រំដែនរីយាយនៅផ្សារនេះរឿងប្តីរបស់គាត់សោះគាត់ទៅហៅឃ្លៀងមើលមកវិញឲ្យជួយមកមើលតាប៉ែតហ្នឹងថាគ្រប់រឿងអ្នកចាក់ស្ទុយលេខក៏ទៅសុំហ្នឹងអាត្មាអញហើយបើអាត្មាជាឃ្លាំងមឿងមែនណាគ្មានតែក្តីសុខសោះឡើយវាអត់បានសម្រាប់កាន់តែរឿងគេឆ្លោះគ្នាសងសាគេនោះក៏គេទៅប្តឹងឃ្លាំងមឿងទៅនឹងមិនងាយមានអ្នកណាទៅដល់នឹកគុណថាខ្ញុំអរគុណចំពោះវីរៈបរិសដែលបានលះបង់ជីវិតចំពោះជាតិចំពោះអីខ្ញុំនឹងតាំងចិត្តរក្សាវប្បធម៌ប្រពៃណីទឹកដីនេះឲ្យគង់វង្សតទៀតគ្មានទៅសុំកតុយមែនអត់ឬអាត្មាចិត្តថាញោមអញ្ចឹងហ្នឹងអញ្ចឹងបានអាត្មាផ្ដាំមុននឹងមកនេះកែមលៃក៏មិនស្លាប់ហ៎ខ្វះទេថាអ្នកដែលថ្មកំសាកនោះអត់ឃើញចូលមុខពេលបុណ្យគាត់សមាគមធម្មកថាក៏ជាទៅភាសាជាមួយថ្មនេះទៅថ្មប្រាប់ថាទុកឲ្យគេថាយើងកំសាកចុះព្រោះថ្មឃើញមុខអ្នកខ្លះកាលគាត់នៅរស់ជេរគាត់ទេថ្មមិនចូលចិត្តរឿងអញ្ចឹងប្រហែលនេះប៉ុន្តែមិនមែនថាបង្អាក់បន្តិចមិនឲ្យគេទៅចូលរួមទេប៉ុន្តែចង់ឲ្យខ្មែរយើងរួបរวมពេលនៅរស់នោះឲ្យខ្លាំងពេលក្រោយពេលងាប់ព្រោះនៅរស់រួបរวมគ្នាយើងនិយាយគ្នាកើតទៅស្លាប់ហើយហៅគ្នាលេងnữaបានស្មាប្រាប់ថាប្រាប់សមាគមធម្មកថាហ្នឹងស្មាប្រាប់ថាចង់គិតគាត់មិនហួសពេលទេពីព្រោះចរិតខ្មែរយើងចង្កណាស្គាល់ច្បាស់ណាស់ថាខ្វាត់តាមខ្យល់ទេតែមួយផ្លេតទេតែតិចស្ងាត់អស់ទៀតលើ
បើយើងចង់គិតពីទឹកចិត្តគាត់ដែលគាត់ខំប្រែងគាត់មិនមែនមនុស្សម្នាក់ឯងទេគាត់មានគ្រួសារគាត់មានម៉ែគាត់មានកូនគាត់មានប្រពន្ធបើពិតជាទឹកគាត់មែនក្រោយគាត់ស្លាប់ទៅជួយគ្រួសារគាត់បាច់ប្រកាសដាក់ទូក៏បានដែរហេតុអីអាត្មាគិតថាអាត្មាខ្លួនឯងក៏ធ្លាប់មាន feeling នឹងដែរញាតិញោមហើយអាត្មាក៏គិតយល់ពីអារម្មណ៍អ្នកដែលស្រឡាញ់ជាស្រឡាញ់សាសនាដទៃទៀតថាអ្នកខ្លះមិនមែនគាត់អត់ចេះទេប៉ុន្តែគាត់ឃើញគំរូជិះបើគាត់ងាប់បាត់គ្រួសារគាត់យ៉ាងម៉េចបើគាត់ស្លាប់ម្នាក់ឯងអត់អីប៉ុន្តែសួរថាគាត់ស្លាប់បាត់គ្រួសារយ៉ាងម៉េចយើងចង់ឲ្យទឹកចិត្តអ្នកស្នេហាជាតិរស់បន្តទៅទៀតណាឧទាហរណ៍អ្នកស្លាប់មុនតាំងពីឈុតវុទ្ធីតាំងពីជាវិជាតាំងពីអីងាប់ក៏ងាប់ទៅវាសមងាប់ហើយប៉ុន្តែគិតគ្រួសារគាត់យើងគិតគ្រួសារគាត់ធ្វើឲ្យអ្នកដទៃទៀតមានសង្ឃឹមមួយថាបើទោះជាអត់អញទៅក៏ប្រជាជនអញមិនចោលគ្រួសារអញដែរនេះទៅហ៊ានធ្វើការហើយចុះបើយើងទៅធ្វើបុណ្យតែមួយផ្លេតទៅស្ងាត់ឈឹងប្រពន្ធលហេមលហាមអត់ពីប្តីទៅមានណាមើលមិនលឺថាមកដល់អូស្ត្រាលីទាំងមកនៅនេះជាកំណត់ដែលស្មាចង់ឲ្យថាបើយើងគិតអីមួយកុំគិតតាមចិត្តក្តៅយល់ទេកុំគិតតាមចិត្តក្តៅគិតឲ្យមានគោលដៅពិតប្រាកដឧទាហរណ៍ដែលយើងមិនចោលទេគ្រួសារអ្នកណាអ្នកធ្វើដើម្បីជាតិដើម្បីសាសនានេះយើងដូចធ្វើបុណ្យសម្លឹកសម្ដេចជួនណាតចឹងស្មាឲ្យយោបល់ទៅអ្នកធ្វើបុណ្យថាសម្ដេចជួនណាតមិនត្រូវការអីពីយើងទៀតទេឈប់ត្រូវការអីពីយើងហើយបើធ្វើបុណ្យរំលឹកលោកមានរឿងពីរដែលត្រូវធ្វើទី1លើកកម្ពស់ស្នាដៃរបស់លោកឧទាហរណ៍ថាសភៅអីខ្លះដែលលោកសពសរសេរវចនានុក្រមដែលលោកបានធ្វើយើងត្រូវពង្រឹងការប្រើប្រាស់អក្សរសាស្ត្រឲ្យបានល្អនេះគឺជាការស្រឡាញ់ដ៏ពិតប្រាកដធ្វើបុណ្យម្ដងអស់លុយរាប់ម៉ឺនដុល្លារហែដាក់ការនោះតាមតិចអស់លីងអាហ្នឹងប៉ុន្តែមិនហាមមិនឲ្យធ្វើទេទី2ត្រូវប្រមូលសាច់ញាតិលោកជាចៅលោកជាញាតិលោកយ៉ាងហោចក៏បាន 2-3 នាក់មកថានេះជាចំនួនក្រោយរបស់សម្ដេចជួនណាតបើមានឱកាសក្នុងការរៀនឧបត្ថម្ភឲ្យរៀនទៅដើម្បីបន្តពូជអ្នកប្រាជ្ញបន្តទៀតនេះគឺជាកម្លាំងចលករមួយដែលយើងលើកទឹកចិត្តឲ្យមនុស្សខិតខំប្រឹងប្រែងព្យាយាមខ្ញុំយល់ស្មាននិយាយហ្នឹងហើយដូចយើងធ្វើបុណ្យជាមួយម៉ែឪចឹងថាធ្វើបុណ្យឲ្យតាន់ខែភ្លឺកុំចាំគាត់ឈឺស្លាប់មរណាទៅនាំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ធ្វើបុណ្យយ៉ាងនេះហៅខែងងឹតកាលនៅជីវិតមិនមានមាត់ដល់ពេលស្លាប់ហើយទៅនឹកគាត់យកធាតុដាក់វត្តឲ្យស្ដាប់ធម៌ស្ដាប់ទៅម៉ែអស់ទៅជីអីហ្នឹងមែនទេអស់ទៅជីអីហ្នឹងអស់ទៅជីអីបើឲ្យមកស្ដាប់ធម៌ស្ដាប់អីហ្នឹងហើយនឹងចឹងស្មានមិនបន្តអីទៀតទេញាតិញោមមានបញ្ហាអីសាកសួរទេជិត1ម៉ោងហើយនិយាយទៅឯងតែពេលវេលាប៉ុណ្ណឹងទេណាលើលោកសាខាចនាសមាជិកស្រីក៏សូមអនុមោទនាដែលលោកអ្នកនាងកញ្ញាបានស្ដាប់នៅពេលនេះសូមលំអរកាយគោរពលាតែប៉ុណ្ណេះសិនយើងខ្ញុំសូមអរព្រះគុណនិងអរគុណចំពោះអស់លោកស្រីអ្នកនាងកញ្ញាដែលមានភក្ដីភាពតាមដានស្ដាប់កម្មវិធីនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់
កម្មវិធីក្តីសង្ឃឹមនឹងវិលមកជួបលោកអ្នកនាងសាជាថ្មីតាមពេលវេលានិងម៉ោងដដែលនៅលើក្រោយទៀត